មហាយៈចិនហាមឃាត់ការនាំចេញឧបករណ៍យោធាទៅជប៉ុនជុំវិញបញ្ហាតៃវ៉ាន់ប្រទេសចិនបានដាក់ចេញការហាមឃាត់ការនាំចេញឧបករណ៍ពហុមុខងារទៅកាន់ប្រទេសជប៉ុនជាមួយនឹងការប្រើប្រាស់យោធាណាមួយដែលបានបង្កើនជម្លោះរវាងប្រទេសមហាសេដ្ឋកិច្ចកំពូលទាំងពីរនៅអាស៊ីជុំវិញការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណេតាកៃឈីដែលបានធ្វើឡើងពីការប្រើប្រាស់កម្លាំងទ័ពការពារកោះតៃវ៉ាន់ប្រសិនបើក្រុងប៉េកាំងចូលលុកលុយនេះបើតាមសារព័ត៌មាន Japan Times បានចេញផ្សាយនៅថ្ងៃពុធទី7 ខែមករាឆ្នាំ2026រដ្ឋាភិបាលក្រុងប៉េកាំងតែងតែទាមទារអធិបតេយ្យភាពរបស់ចិននៅលើកោះតៃវ៉ាន់ទន្ទឹមគ្នានេះដែរចិនក៏មិនធ្លាប់បដិសេធអំពីការប្រើប្រាស់កម្លាំងយោធានៅក្នុងការរឹបអូសតៃវ៉ាន់យកមកដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនវិញនោះឡើយដោយឡែកលោកឡៃឈិងតេមេដឹកនាំតៃវ៉ាន់តែងតែច្រានចោលនៅការទាមទាររបស់ចិនជាការឆ្លើយតបទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំងវិញនោះមេដឹកនាំក្រុងតៃប៉េបានអះអាងថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះទើបអាចសម្រេចជោគវាសនារបស់ពួកគេបានក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី6 ខែមករាឆ្នាំ2026ថាទំនិញប្រើប្រាស់ពហុមុខងារទាំងអស់ត្រូវបានហាមឃាត់មិនឲ្យនាំចេញទៅកាន់ប្រទេសជប៉ុនសម្រាប់ការប្រើប្រាស់យោធាប្រកបដោយប្រសិទ្ធភាពទន្ទឹមគ្នានេះដែរការនាំចេញសម្រាប់គោលបំណងអ្នកប្រើប្រាស់ចុងក្រោយណាមួយដែលអាចបង្កើនសមត្ថភាពយោធារបស់ប្រទេសជប៉ុនក៏ត្រូវតែហាមឃាត់ផងដែរប៉ុន្តែក្រសួងពាណិជ្ជកម្មចិនមិនបានបញ្ជាក់លម្អិតនោះឡើយអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថាមេដឹកនាំជប៉ុនកាលពីពេលថ្មីកន្លងទៅនេះបានធ្វើអត្ថាធិប្បាយខុសលើបញ្ហាកោះតៃវ៉ាន់ដោយបង្ហាញអំពីលទ្ធភាពនៃអន្តរាគមន៍យោធារបស់ជប៉ុននៅច្រកសមុទ្រតៃវ៉ាន់ការបញ្ចេញភាសារបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណេតាកៃឈីបានរំលោភលើគោលការណ៍ចិនតែមួយនិងជាធម្មជាតិព្យាបាទជាមួយនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរលោកស្រីនាយករដ្ឋមន្ត្រីសាណេតាកៃឈីកាលពីពេលកន្លងទៅនេះបានថ្លែងទៅកាន់សភាជប៉ុនថារដ្ឋាភិបាលរបស់លោកស្រីនឹងប្រើប្រាស់កម្លាំងយោធាការពារតៃវ៉ាន់ប្រសិនចិនវាយលុកដណ្ដើមកាន់កាប់តៃវ៉ាន់ការឈ្លានពានទៅលើដែនកោះដែលគ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះជាការរំខានដល់ការរស់រានមានជីវិតរបស់ជប៉ុនដែលត្រូវតែរារាំងការលើកឡើងរបស់លោកស្រីនាយករដ្ឋមន្ត្រីសាណេតាកៃឈីបានធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំងវិធានការរបស់ចិននាពេលនេះក៏បានកើតមានឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកលីជេម៉ាយ៉ុងទៅកាន់ទីក្រុងប៉េកាំងជាកន្លែងដែលមេដឹកនាំចិនលោកស៊ីជីនពីងបានជំរុញឲ្យគាត់ឈរនៅក្នុងភាពត្រឹមត្រូវតាមប្រវត្តិសាស្ត្រសម្ព័ន្ធមិត្តទាំងពីររបស់អាមេរិកគឺជប៉ុននិងកូរ៉េខាងត្បូងកាលពីមុនបានតម្រឹមជាមួយក្រុង Washington ក្នុងការផ្ដល់នូវតុល្យភាពប្រឆាំងទៅនឹងកម្លាំងសេដ្ឋកិច្ចនិងយោធារបស់ចិននៅក្នុងតំបន់